យោល្បីដូចគេថាមែនមិននាស់ទឹកខ្មុំបាត់ដំបងនៅពេលដែលប្រមូលផលម្ដងគឺក្លិនក៏អូបឈ្ងុយឡើងពេញភូមិហើយមិនមែនកាត់ម្ដង4ដល់20ផ្លែនោះទេគឺថាដាក់ឲ្យពេញឡានគាត់ដូចភ្នំមើលទៅគឺល្អមើលមែនទែនផ្លែឡើងក៏ហមភ្លឺប្រមូលផលជារៀងរាល់ថ្ងៃមិនចេះអត់ទេមួយឆ្នាំដោយសារតែបងប្អូនក្នុងភូមិក៏ដាំចាស់មែនទែនហើយបើតាមដឹងឆ្នាំហ្នឹងគឺថាដល់រាប់រយលានដើមតែម្ដងក៏ប៉ុន្តែតម្រាំតែអាចប្រមូលផលផ្លែម្នាស់ចេញពីចំការបានទាំងឡានដោយដែលបងប្អូនកំពុងតែឃើញនេះមិនមែនជារឿងងាយនោះទេគឺត្រូវឆ្លងកាត់ឧបសគ្គច្រើនមែនទែនអ្វីដែលជាឧបសគ្គធំជាងគេនោះគឺការដឹកជញ្ជូនផ្លែម្នាស់ចេញពីចំការតែម្ដងដោយសារតែនៅរដូវនេះគឺជារដូវដែលមួយមិនទាន់អស់ភ្លៀងទេផ្លូវដឹកជញ្ជូនគឺនៅសើមនៅមានភក់មានទឹកដក់ម្ល៉េះហើយគឺឡានអាចចូលទៅដល់ចំការបានទេប៉ុន្តែទោះបីជាមានឧបសគ្គប៉ុណ្ណាក៏ដោយក៏ពួកគាត់ត្រូវតែរកមធ្យោបាយដឹកជញ្ជូនយកផ្លែម្នាស់ទាំងអស់ហ្នឹងចេញពីចំការឲ្យខានតែបានដោយសារតែដល់រដូវដែលម្នាស់យើងទុំហើយការដឹកជញ្ជូនផ្លែម្នាស់ទាំងអស់នេះមិនអាចប្រើមនុស្ស2នាក់ទៅធ្វើការនេះឲ្យបានជោគជ័យទេគឺត្រូវការទាមទារកម្លាំងពលកម្មយ៉ាងហោចណាស់ក៏មិនក្រោម30នាក់ដែរក្នុងនោះគឺមានអ្នកបើកឡានមានអ្នកកាត់ផ្លែមានអ្នកជញ្ជូនយកផ្លែម្នាស់ចេញពីចំការមានអ្នកបើកកយន្តចម្លងយកផ្លែមកដាក់នៅលើឡានមានអ្នកខ្លះគឺត្រូវធ្វើផ្លូវធ្វើថ្នល់ដើម្បីរៀបចំឲ្យបានដឹកជញ្ជូនទាន់ពេលវេលាបងប្អូនដោយសារតែផ្លូវយើងគឺខូចខាតហើយនឹងមានទឹកដក់អញ្ចឹងត្រូវដកកម្លាំងមួយចំនួនដើម្បីគាត់មកកាប់ឆ្ការព្រៃដើម្បីដាក់តាមផ្លូវខ្លះក៏កាន់ខ្វែវកាន់កំបិតដើម្បីកាប់មែកឈើមែកអីដាក់តាមផ្លូវធ្វើយ៉ាងណាគឺរៀបចំឲ្យមធ្យោបាយការដឹកជញ្ជូនផ្លែម្នាស់យើងហ្នឹងកុំឲ្យវារាំងស្ទះទៅដល់ការងារទាំងអស់ហ្នឹងឥឡូវយើងកលេចមកមើលបងអ្នកម្ដាយដែលគាត់កំពុងតែដើរកាត់ផ្លែម្នាស់នៅតាមចំការវិញគឺជំនាញមែនទែនក្នុងការកាត់ម្នាស់ហ្នឹងដាក់នៅលើរងបន្តគ្នាអស់មួយរងចូលមួយរងអស់មួយរងចូលមួយរងហើយការកាត់ហ្នឹងគឺគាត់មើលផ្លែទៀតផ្លែណាដែលអាចកាត់បានកាត់ផ្លែណាដែលតុយឬក៏ខូចគឺគាត់អត់កាត់ទេកុំឲ្យខាតពេលវេលាហើយបងពូអ៊ំដែលគាត់ជាអ្នកជញ្ជូនហ្នឹងគឺគាត់មានកញ្ឆេម្នាក់មួយមានតកាម្នាក់មួយសម្រាប់ដើរប្រមូលយកផ្លែម្នាស់ទាំងអស់ហ្នឹងមកដាក់លើគោយន្តដោយសារតែឡានអាចចូលបានទេអញ្ចឹងដាក់លើគោយន្តហើយបានបើកគោយន្តដឹកយកទៅដាក់លើឡានទៀតគឺថាលំបាកមែនទែនប៉ុន្តែនេះគឺជាការងារដែលបងប្អូនយើងត្រូវតែធ្វើជារៀងរាល់ថ្ងៃហើយក៏ជាចំណូលមួយដែលគាត់បានមកពីការធ្វើជាអ្នកលីជញ្ជូនផ្លែម្នាស់នេះបងប្អូនគឺជាអ្វីដែលគាត់ទទួលបានជារៀងរាល់ថ្ងៃមិនចេះអស់ទេគឺដំណាំម្នាស់នេះមួយគឺបានផ្ដល់ផលប្រយោជន៍ច្រើនមែនទែនទៅដល់បងប្អូនទាំងអ្នកដាំទាំងអ្នកធ្វើការស៊ីឈ្នួលហើយឥឡូវនេះគឺយើងឃើញថាផ្លែម្នាស់យើងបានរៀបចំនៅលើគោយន្តហើយក៏មានតកង់យើងចាប់ផ្ដើមបើកគោយន្តដឹកចម្លងមកថាផ្លូវគឺពិបាកមែនទេបងប្អូនអើយប៉ុន្តែធ្វើម៉េចគឺយើងទៅតែយកឲ្យបានដោយសារតែវាដល់រដូវទុំហើយផ្លូវយើងក៏មិនទាន់ស្ងួនគឺគោយន្តនេះរោឡើងចង់ខ្ទុះម៉ាស៊ីនហ្នឹងបងប្អូនគឺថាផ្លូវវាខ្សាច់ហ្នឹងបងប្អូនគឺវាស្លោះដល់ពេលអញ្ចឹងទៅវាបឺតកង់គោយន្តយើងហើយបើថាមើលម្នាស់យើងគឺផ្លែល្អមែនទេបងប្អូនក្លិនឡើងក៏អូបឈ្ងុយពេញចំការនិយាយទៅឲ្យតែពេលអ្នកដែលជិះគោយន្តកាត់ណាអ្នកជិះម៉ូតូកាត់គឺថាអូក៏អូបម្នាស់ណាបងប្អូនអើយគឺក៏អូបមែនទេណាក៏អូបឡើងឈ្ងុយពេញចំការហើយខ្ញុំបានចិត្តផ្លែអាទូចនឹងសាក់មើលមិនយកធំទេគឺថាចិត្តអាទូចសាក់មើលគឺថាចិត្តមកអូសាច់គេឡើងស្ងួតហើយឡើងឆ្ងាញ់ឡើងផ្អែមដាក់មួយម៉ាត់ហើយគឺចង់មួយម៉ាត់ទៀតមួយម៉ាត់ហើយចង់មួយម៉ាត់ទៀតអត់ចង់មកចោលទៀតសម្រាប់តែក្បាលហ្នឹងក៏ចង់ហូបទាំងអស់នេះក៏ឆ្ងាញ់មែនទេក៏ទៅមិនទៅខ្មុំមកដំបងល្បីមែនទេបងប្អូនឥឡូវនេះក៏យន្តយើងបានមកដល់ខាងក្រោយគូឡានហើយក៏កំពុងតែអាយ៉ែចូលទៅអែបគូឡានដើម្បីឲ្យបងគាត់ងាយស្រួលក្នុងការបោះឡើងទៅលើឡានឥឡូវនេះគឺគាត់កំពុងតែបោះផ្លែម្នាស់ទាំងអស់ហ្នឹងឡើងទៅលើឡានដើម្បីឲ្យបងពូនៅខាងលើឡានគាត់ជាអ្នករៀបចំដាក់ម្នាស់រៀបទៅតាមលំដាប់លំដោយគឺយើងអត់ចេះតែចាក់ប៉ាត់ណាប៉ាត់ណីទេបើយើងចាក់ពេញទៅហ្នឹងគឺម្នាស់តែ3 4គោយន្តគឺពេញមួយឡានហើយអញ្ចឹងគឺគាត់ត្រូវរៀបចំឲ្យស្អាតដឹកឲ្យស្អាតរៀបចំឲ្យស្អាតអញ្ចឹងធ្វើឲ្យម្នាស់យើងវារក្សាគុណភាពអត់បាយអត់ជាប់អត់ប៉ទោះបីជាយើងដឹកទៅដល់ណាក៏អីដែរហើយបើយើងមើលម្នាស់វិញគឺថាអូក៏ហូបដល់បងប្អូនហើយសិតតែជាអ្នកជំនាញក្នុងការរៀបហើយមិនមែនទៅតែរៀបមួយឆ្នាំ2ឆ្នាំទេគឺបទពិសោធន៍ហ្នឹងមិនក្រោម10ឆ្នាំទេមើលតែទឹកដៃការរៀបចំគឺថាស្អាតមែនទែនគឺការរៀបនេះគឺយើងឆ្លងបងប្អូនគឺយើងរៀបច្រាស់ទៅច្រាស់មកដើម្បីយកអាក្បាលម្នាស់ហ្នឹងយើងរៀបហើយយើងយកអាក្បាលវាហ្នឹងដាក់កល់ផ្លែបើណាយើងដាក់ផ្លែវាពីលើក្បាលវាអញ្ចឹងវាដូចពូកឬក៏ដូចជាអីមួយទុនអញ្ចឹងវាឲ្យវាធ្វើឲ្យម្នាស់យើងបែកទេអញ្ចឹងវានៅតែរក្សាគុណភាពម្នាស់យើងបានល្អហើយម្នាស់គឺយើងថ្ងៃនេះគឺបងគាត់កំពុងតែបោះឡើងលើឡានម្ដងម្ដាយគឺយើងអត់មានអីកើបទេគឺថាយើងបាក់កើបអញ្ចឹងគឺយើងបោះឡើងពីគោយន្តហ្នឹងឡើងទៅលើឡានហើយថ្ងៃនេះគឺកាត់2ឡានបងប្អូនដោយសារតែម្នាស់យើងវាទុំក្រហមអញ្ចឹងអត់អាចទុកយូរបានទេអញ្ចឹងហើយគាត់ដាក់2ឡានក៏ត្រូវការកម្លាំងមនុស្សច្រើនមែនទេថ្ងៃហ្នឹងគ
គឺថាក៏អូបឡើងពេញភូមិបងប្អូនអើយអ្នកណាជិះម៉ូតូមកកាត់ក៏ស្រែកថាអូក៏អូបមនុស្សហាឥឡូវនេះឡានទី1នេះគឺយើងរៀបបានចិត្តពេញបងប្អូនសម្រាប់វីដេអូមួយនេះខ្ញុំក៏សូមបញ្ចប់តែត្រឹមនេះហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាយើងនឹងព្យាយាមបង្ហាញនៅអ្វីដែលថ្មីប្លែកជាច្រើនទៀតនៅតាមភូមិនៅតាមតំបន់របស់យើងអរគុណជម្រាបលាបាយបាយ